យើងអាចសម្គាល់មនុស្សល្អឬក៏មនុស្សអាក្រក់បានដោយការនិយាយស្ដីនេះឯងមនុស្សយើងគ្រប់គ្នាគឺមានចិត្តជាធំចិត្តជាប្រធានកាលណាបើចិត្តខាងក្នុងល្អច្បាស់ជានិយាយចេញមកខាងក្រៅគឺល្អដែរគឺការនិយាយរបស់គាត់គឺមិននិយាយកុហកនិយាយតែការពិតហើយក៏គ្មានពាក្យសម្ដីញុះញង់ចង់ឲ្យអ្នកដទៃនឹងគេយល់ច្រឡំឬក៏ឆ្លោះគ្នាទេអត់ទេហើយក៏មិននិយាយពាក្យក្រូតក្រៀតឬក៏ពាក្យសម្ដីដែលគំរោះគំរើយអត់និយាយទេហើយពាក្យដែលរួយរាយអត់ប្រយោជន៍ពាក្យអំបានការហ្នឹងក៏គាត់អត់និយាយទេអានេះសម្រាប់មនុស្សល្អតែបើមនុស្សអាក្រក់វិញគឺអានិយាយពាក្យញុះញង់និយាយពាក្យមិនពិតនិយាយពាក្យជាលើសបើសឬក៏ចេះតែថាលៀបពើគេពេញវេពេញកាលអាគេត្រូវសោះថាគេខុសរហូតដល់មនុស្សអាក្រក់ខ្លះប្រកាន់ថាខ្លួនសម្ដីអាក្រក់តែចិត្តល្អអាចនិយាយពាក្យនឹងចេញមកទៀតហើយក៏មានមនុស្សច្រើនក៏គិតអញ្ចឹងដែរគិតអញ្ចឹងតាមគ្នាថាអ្នកខ្លះសម្ដីអាក្រក់ប៉ុន្តែចិត្តល្អយកពាក្យនឹងមកប្រើទៅទៀតហើយមានអ្នកខ្លះក៏ជឿអញ្ចឹងអានឹងហៅថាការជឿដោយមិនពិចារណាដោយមិនបានគិតមនុស្សល្អគឺគេគិតល្អកាលណាគិតល្អនិយាយចេញមកក៏ល្អដែរតែមនុស្សអាក្រក់គឺកំណត់អាក្រក់នោះឯងពីខាងក្នុងនឹងវាអាក្រក់កាលណាបញ្ចេញមកខាងក្រៅក៏វាតាមនោះឯងអានឹងវាជាការពិតហើយវាជាធម្មជាតិវាអញ្ចឹងមកតែម្ដងពូជមកពីខាងក្នុងបែបណាវាចេញផលមកបែបនោះឯងចឹងបានការជឿឬក៏ការធ្វើតាមនរណាម្នាក់ត្រូវតែឆ្លងកាត់ការគិតពិចារណាឲ្យបានល្អិតល្អន់ឲ្យបានគ្រប់ជ្រុងជ្រោយហើយព្រះក៏ព្រះអង្គសរសើរបុគ្គលដែលចេះគិតចេះពិចារណាស្ដាប់នរណាម្នាក់ដោយការគិតបែងចែកវែកញែកឲ្យដឹងខុសដឹងត្រូវឲ្យឆ្លងកាត់ការគិតណាមិនមែនស្ដាប់ហើយក៏ជឿយកដោយបុគ្គលនឹងជាអ្នកល្បីជាអ្នកធំជាអ្នកបួសយូរជាស្អីក៏ដោយនឹងហើយមិនឲ្យជឿយកទេឲ្យគិតសិនហ្នឹងហើយឲ្យគិតសិនតើតែពាក្យសម្ដីហ្នឹងវាស្របសមតាមហេតុផលហើយអានោះចាំជឿបុគ្គលប្រភេទហ្នឹងព្រះលោកសរសើរខ្ញុំសូមជម្រាបលា